បាទស្វាគមន៍មកកាន់វីដេអូអ្នកគាំទ្របាទបិសាចក្រហម Manchester United បាទថ្ងៃនេះខ្ញុំមានព័ត៌មានបាទពីរដែរបាទអាប់ដេតជូនបងប្អូនទីមួយគឺតាក់ទងនឹងការវិលត្រឡប់មកវិញរបស់កីឡាករអឹមបាមូនិងអាម៉ាត់ឌីឡូបាទក្រោយបាទចាក់ចេញពី Man U បាទជាងកន្លះខែហើយបាទទៅជួបបាទជាមួយនឹងក្រុមជម្រើសជាតិនៅពានរង្វាន់ African of Nation Cup បាទលទ្ធផលគឺគាត់រងបរាជ័យទាំងពីរនាក់តែម្ដងបាទគឺធ្លាក់ចេញពីវគ្គ8ក្រុមចុងក្រោយបាទជាមួយនឹងកាមេរូនជាមួយនឹង Ivory Coast អញ្ចឹងអឹមបាមូនិងអាម៉ាត់ឌីឡូនឹងត្រឡប់មកលេងជាមួយនឹង Man U តទល់នឹង Man City នៅថ្ងៃសប្តាហ៍ក្រោយបាទសប្តាហ៍ក្រោយគឺគាត់ពេញហើយអញ្ចឹងអាចថាយប់នេះគាត់សម្រាកស្អែកឡើងគាត់ហោះមកអញ្ចឹងខាងស្អែកគាត់បានហាត់ជាមួយនឹង Man U ហើយអានេះរឿងមួយដែលជាដំណឹងល្អប៉ុន្តែដំណឹងដែលមិនល្អនោះមិនន័យថាពីររូបគាត់បានមកហើយស្រាប់តែបាទបាត់គេហៅថាអាណាព្យាបាលគាត់ណាគឺលោក Robin Amarin ដែលបាននាំយកអឹមបាមូមកនិងអាម៉ាត់ឌីឡូគឺជាអ្នកបណ្ដុះបណ្ដាលគឺជាអ្នកបាទអាម៉ារីននេះបាទគឺអ្នកឆ្កឹះអ្នកឆ្នៃអាម៉ាត់ឌីឡូចេញមកពីជំនាន់ Eric Ten Hag គឺអាម៉ាត់ឌីឡូមិនមាននីតិលេងគ្រប់គ្រាន់ទេអានេះវារឿងសប្បាយចិត្តផងនិងរឿងសោកស្ដាយទន្ទឹមគ្នាផងបាទភ្ជាប់ទៅជាមួយនឹងរឿងបាទខែមករានេះគឺតាក់ទងនឹងការដោះដូរកីឡាករបាទ transfer window យើងឃើញថាមកដល់ថ្ងៃនេះចូលដល់ថ្ងៃទី11ខែមករាហើយពលគឺ11ថ្ងៃនៃដើមឆ្នាំ2026បិសាចក្រហមគឺមិនមានបាទព័ត៌មានណាដែលចង់បានកីឡាករចំណូលថ្មីនោះទេពលគឺក្រោយបញ្ចប់តួនាទីលោក Robin Amarin គឺស្ងាត់ឈឹងតែម្ដងគិតត្រឹមថ្ងៃទី11មករានេះហើយលេចឮព័ត៌មានថាអ្នកដឹកនាំបិសាចក្រហមនេះគឺបានបិទទ្វារ close window ទាំងកីឡាករដែលចង់ចេញកីឡាករដែលចង់ខ្ចីជើងគឺមិនឲ្យទៅណាទាំងអស់គឺបានសបញ្ជាក់ឲ្យឃើញថាបើមិនមានអ្នកចេញទេគឺមិនមានអ្នកចូលដាច់ខាតនេះគឺជាសញ្ញាមួយដែលធ្វើឲ្យអ្នកគាំទ្រអាចថាមិនសូវជាសប្បាយចិត្តព្រោះយើងដឹងហើយថាលោកអាម៉ារីនដឹកនាំមានចន្លោះប្រហោងនៅតំបន់នេះហើយសង្ឃឹមថានឹងបំពេញបាននៅខែមករាប៉ុន្តែចុងក្រោយបែរទៅជាមានរឿងដូចនេះអញ្ចឹងសម្រាប់ព័ត៌មានលម្អិតឬក៏បន្តទៀតយើងរងចាំមើលសល់ប្រហែលជាថាកន្លះខែទៀតចុះយើងនិយាយថាកន្លះខែទៀតចុះតើ Man U អាចធ្វើការងារបានមកនាំយកកីឡាករមកបំពេញចន្លោះដែលខ្វះខាតបានឬមិនបានឬក៏បន្តប្រើកីឡាករដែលមានស្រាប់និងយកយុវជនមកបាទជាចុងក្រោយបាទអរគុណបាទបាយបាយ